ពិសាបាយម៉ែទុកនៅនឹងសិនហើយចាំយើងទៅស៊ីឃើញមុខឯងនេះយើងលេបបាយមិនចូលទេបាទម៉ែចឹងខ្ញុំទុកបាយសម្លហ្នឹងនៅលើខែហ្នឹងណាម៉ែហើយម៉ែឯងមានឃើញប្រពន្ធខ្ញុំអត់ម៉ែអេហើយប្រពន្ធឯងតាណាមកសួរអញនឹងអ្នកអង្គុយយាមអង្គុយមើលតែប្រពន្ធឯងមែនហ៎បាទម៉ែខ្ញុំគ្រាន់សួរថាម៉ែឯងបានឃើញអត់បើម៉ែឯងមិនឃើញប្រាប់ថាមិនឃើញមកចាំឆ្លើយមកដូចជាអាចទាំងកថាចឹងម៉ែយើងនេះវាជ្រិញមុខឯងពេកឃើញមុខឯងពេលណាណាចង់ទៅហក់កាប់ចាននេះហ៎ម៉ែហើយខ្ញុំបានធ្វើអីខុសបានជាម៉ែចេះតែខឹងចេះតែស្អប់ជេរខ្ញុំរាល់តែថ្ងៃចឹងខ្ញុំជាកូនប្រសារបស់ម៉ែឯងមិនមែនជាអ្នកដតីទេអញដឹងតាថាឯងនេះជាកូនប្រសាយើងប៉ុន្តែយើងមិនចូលចិត្តកូនប្រសាក្រក្រចឹងយល់ហាចង់មុនខ្ញុំចូលសួរកូនម៉ែខ្ញុំបានប្រាប់ហើយតាថាខ្ញុំក្រទេគ្មានអីទេមានតែចិត្តស្មោះម៉ែថាមិនអីទេចូលមកភ្លក់មកហើយឥឡូវពេលនេះមិនក៏ម៉ែប្រែកន្លះឆ្កុយចឹងយើងនេះណាស្មានតែឯងនេះនិយាយលេងអាណាដឹងថាឯងនេះវាក្រមែនតើខ្ញុំក្រតែទ្រព្យសម្បត្តិទេម៉ែប៉ុន្តែចិត្តគំនិតខ្ញុំមិនក្រទេមានចិត្តគំនិតនឹងវាស៊ីកើតមែនហាអថ្ងៃនេះយើងត្រូវការចាយលុយមិនមែនចាយចិត្តគំនិតទេយល់ម៉ែតែយើងមានចិត្តគំនិតការព្យាយាមតស៊ូគង់តែថ្ងៃណាមួយយើងមានបានដូចនឹងគេចឹងម៉ែខ្លាចតែយើងខ្ជិលហើយគំនិតមិនកើតតាមម៉ែវាមិនអាចកោឡានកិនទេបើវាមានយូរហើយវាមិនមែនក្ររហាមដល់សប្ថ្ងៃហ្នឹងទេចឹងខ្ញុំទៅធ្វើការសិនឯម៉ែជួយប្រាប់ប្រពន្ធខ្ញុំផងថាខ្ញុំទៅធ្វើការតើណាទៅបាត់ទៅយើងនេះវាជ្រិញមុខឯងណាខ្ញុំមិនពូណាបានម៉ែក្មេកចរិតខោមើលឃើញតែលុយឃើញតែទ្រព្យសម្បត្តិចឹងសោះកមឿនអើយកមឿនកូនចាម៉ែមកនេះបន្តិចមើលកូនម៉ែមានរឿងមួយចង់ប្រាប់កូនហើយប្តីខ្ញុំគាត់ទៅធ្វើការបាត់នៅម៉ែវាទៅធ្វើការបាត់អីកូនហើយម៉ែមានរឿងអីចង់និយាយប្រាប់ខ្ញុំម៉ែចង់សួរកូនឯងថារាល់ថ្ងៃនេះចង់មានបាននឹងគេអត់មិនបានជាម៉ែសួរខ្ញុំអញ្ចឹងនរណាក៏ចង់មានបានដែរម៉ែគ្មាននរណាចង់ក្រទេចឹងបើកូនចង់មានកូនត្រូវតែធ្វើតាមម៉ែចាម៉ែហើយម៉ែឲ្យខ្ញុំធ្វើអីដែរបើកូនឯងចង់មានបាននឹងគេណាកូនឯងត្រូវតែឡាញ់ប្តីកូនឯងចោលមិនបានជាម៉ែឲ្យកូនឡាញ់ប្តីកូនទៅវិញកូនមិនអាចធ្វើបានទេម៉ែបើកូនធ្វើមិនបានកូនត្រូវតែជ្រើសរើសរវាងប្តីហើយនឹងម៉ែកូនរើសយកមួយណាចាម៉ែកូនប្រកាសជាជ្រើសរើសយកទាំងពីរហើយម៉ែកូនមិនអាចអត់ប្តីអត់ម៉ែបានទេ No way កូនមិនអាចជ្រើសរើសយកទាំងពីរបានទេបើកូនរើសយកប្តីត្រូវតែអត់ម៉ែបើរើសយកម៉ែត្រូវតែអត់ប្តីកូនឯងប៉ុន្តែម៉ែសុំបញ្ជាក់ថាម៉ែមានតែមួយទេប៉ុន្តែប្តីកូនយកប្រមាណក៏បានដែរអញ្ចឹងខ្ញុំជ្រើសរើសយកម៉ែទៅចោះសុខចិត្តឡាញ់ប្តីចោលតាមម៉ែ Very good នឹងទៅហៅតែកូនល្អរបស់ម៉ែចឹងណាបន្តិចទៀតគេអ្នកមានគេមកដល់ឥឡូវហើយម៉ែបានផ្ញើ location ឲ្យគេរួចហើយកូនចាម៉ែនោះគេមកដល់ល្មមជំរាបសួរដន្លងហេតឡងម៉េចកូនកំឡោះអូរេចណលសេនគប់ពីហើយចោះនៅណាដន្លងកូនគ្មានដន្លងទេដន្លងក៏ខ្ញុំកូនកំឡោះក៏ខ្ញុំដែរហើយបើកូនកំឡោះចំណាស់នឹងទៅហើយទៅរកដន្លងមកពីណាមកម៉ាក់ក្មេកហើយឃើញនៅក្នុងបេះស្បោកក៏ក្មេងម្លេះ
hai mà chụp toán mấy có cả chắc ngao chăng ហើយម៉ាក់នៅក្នុង Facebook នរណាក៏ដូចនរណាដែរ99.99%ហើយសុទ្ធតែអ៊ីឌីតទេម៉ាក់កុំជឿ Facebook ពេក ម៉ែហើយម៉ែឯងនាំពីសារមន្ទីរណាមកអីក៏កចាស់ងៅអញ្ចឹងហើយកូនអើយធំយកសិនទៅធ្វើមិនគេអ្នកមានម៉ែវ័យអស់វើតណាតែ2-3ឆ្នាំទៀតអេតេបេសោហើយទ្រព្យសម្បត្តិរបស់អាតាកចាស់នឹងទាំងអស់នឹងបានមកលើកូនហើយប៉ុន្តែកូនខ្លាចមិនដូចម៉ែគិតណាជឿតាមតាម៉ែទៅមិនខុសទេកូនកូនចេញអង្គុយលើខែសិនមក អត់អីទេម៉ាក់ឈ្ងុយអត់ម៉ាក់ អូយឈ្ងុយណាស់កូនអើយក្លិនឡើងប្រហើរដូចកពឹសលីងអញ្ចឹងម៉ាក់ឯងឈរខិតទៅនោះបន្តិចមើលធំក្លិនក្លៀកហួងហ្មងណា ចាកូនចាម៉ាខំតែមានណាបើក្រវិញណាហើយស្មានតែបានឈរហិតឃ្លៀកអញមែនមកមិនតាន់បាន1ម៉ោងផងមកឌីលអញសិតឆ្អុយឃ្លៀកមើលតែឃ្លៀកវានឹងមិនចេះស្អុយអញ្ចឹងធ្វើដោយអញនឹងមិនដល់វា នឹងមែនម៉ាក់អនាគតប្រពន្ធរបស់ខ្ញុំ ចាកូន អូយមុខកូនម៉ាក់ឡើងស្អាតសខ្ចីញញហ្មងណាហើយម៉ាក់វិញមុខដូចកង់អធៈគេបធូចោលចឹង ចាកូនចាអាយ៉ាអីនេះហ៊ានលក់ប្រពន្ធពួកម៉ាក់ខ្ញុំទៅឲ្យអាតាកចាស់នឹងផងអីចាំមើលណាខ្ញុំយករឿងនឹងទៅប្រាប់ពួកម៉ាក់ខ្ញុំសិនកើតមកជាកូនអ្នកក្រនេះវេទនាណាស់ត្រូវបានគេមើងងាយគេពេបជ្រៃគ្រប់បែបយ៉ាងអាអ្នកដតីមើងងាយមិនឈឺមកឈឺអាម៉ែក្មេងខ្លួនឯងនេះមកមើងងាយឯងដែរចប់ហ្មងអាពួកម៉ាក់អើយអាពួកម៉ាក់អើយហត់ណាស់អាពួកម៉ាក់អើយគ្នាមានរឿងមួយចង់ប្រាប់អាពួកម៉ាក់ឯងហើយវាមានរឿងអីអាពួកម៉ាក់ឯងចៃប្រាប់គ្នាមើលគ្នាឃើញម៉ែក្មេងអាពួកម៉ាក់ឯងហ្នឹងណានាំតាកចាស់មកពីណាទេមកយកប្រពន្ធអាពួកម៉ាក់ឯងទៅស៊ីកលៀនកោហើយមែនក៏អីអាពួកម៉ាក់ឯងចៃហ្នឹងជាការពិតមែនហើយគ្នាដែរនិយាយខកអាពួកម៉ាក់ឯងពីកាលណាមកគ្នាបានឃើញហើយនឹងស្ដាប់ឮផ្តតិចរបស់គ្នាហ្មងអាពួកម៉ាក់ឈប់សិនអូនតាណាឈប់សិនអូនតាណាឈប់សិនចុះពីលើឡានមកភ្លាម ហេអាប្រកាច់ចោហើយឯងវាមិនបានរត់តាមឡានអញចឹងណាហើយមកបាំងមុខឡានអញទៀតឯងអាខ្លាចបុកងាប់ទេអី ខ្ញុំអត់ខ្លាចងាប់ទេពូពួកឯងចុះពីលើឡានមកភ្លាមមកនិយាយគ្នាពួកឯងនាំប្រពន្ធខ្ញុំតាណាហ៎ មុនហ្នឹងឯងនិយាយថាម៉េចហ៎ឯងថាប្រពន្ធរបស់អញហ្នឹងជាប្រពន្ធរបស់ឯងអាអូនឯងហ្នឹងបែកមែនហ៎ ខ្ញុំអត់បានបែកចូលពួកឯងទេពូមានតែពូឯងទេជាអ្នកបែកពួកឯងដើរស៊ីតែប្រពន្ធគេពួកឯងធ្វើចឹងសមអត់ហ៎ អើយឆ្អីគេអញដើរស៊ីប្រពន្ធរបស់អាណាមួយជីវិតអញនេះមិនប៉ះទេរបស់គេខ្ញុំស៊ីនំប៉័ងភ្លេចដាប់បាត់ទេអូរ៉ាទាំង ប៉ុន្តែពួកឯងយកប្រពន្ធខ្ញុំ អូនអាមួយហ្នឹងវាជានរណាគេ ចាបងអូនអត់ដឹងថាវាជានរណាមកពីណាទេប្រហែលជាមិនដឹងឈ្គួតដឹងបងហាមិនក៏អូននិយាយចឹងបងជាប្តីរបស់អូនណាអើយខ្ញុំមិនដែលស្គាល់លោកឯងទេមែនហើយក៏ព្រោះតែបងនេះជាអ្នកក្រគ្មានអ្វីគ្រប់យ៉ាងឲ្យអូនហើយនឹងម៉ែអូនដោយអាតាកចាស់ម្នាក់នោះអូនទៅចោះ អ
5 ឆ្នាំរស់យ៉ាងវេទនាតោកយ៉ាបានកន្លងផុតទៅយ៉ាងឆាប់រហ័សដូចជាមីស៊ីលអង្គការ NASA ហើយកូនអើយកូនទៅបាត់ឲ្យឆ្ងាត់ឈឹងអញ្ចឹង4-5 ឆ្នាំហើយអត់ឃើញមកអើតមកលេងម៉ែបន្តិចសោះអាឯងនេះវាឈឺទៀតហើយពីណាគេជិះម៉ូតូមកហ្នឹងខ្ញុំក៏មឿនកូនម៉ែឯងម៉ែហាមិនបានជិះម៉ូតូដប់មកចឹងកូនហើយប្តីកូនអត់មកជាមួយទេអីចាម៉ែគេអត់មកទេម៉ែគេមានប្រពន្ធមួយទៀតហើយម៉ែហើយឥឡូវនេះគេដេញកូនចេញពីផ្ទះរបស់គេហើយម៉ែ Oh my god មិនទៅជាចឹងវិញកូនម៉ែអើយខ្ញុំទៅនៅជាមួយគេវេទនាណាស់គេធ្វើបាបគ្រប់សពបែបយ៉ាងពេលខ្លះគេជេរផងគេវាយផងហើយខ្ញុំទៅអត់បានមកលេងម៉ែ4-5 ឆ្នាំនេះដោយសារតែគេនេះមិនអោយមកលេងជាមួយនឹងម៉ែទេ Oh my god នេះដោយសារតែម៉ែមើលឃើញតែទ្រព្យសម្បត្តិរបស់គេពេកទើបធ្វើឲ្យកូននេះរងទុក្ខវេទនាយ៉ាងដូចនេះ Mother sorry កូនមិនអីទេម៉ែរឿងដែលវាកន្លងហួសទៅហើយឲ្យវាហួសទៅចុះឡានពីណាគេនឹងកូនខ្ញុំអត់ដឹងទេម៉ែហាអាតងោលកូនជំរាបសួរម៉ែសុខសប្បាយអត់ចាកូនហើយឥឡូវដូចជារៀងប្លែកខ្លាំងម្លេះកូនបាទម៉ែនេះដោយសារតែការខិតខំព្យាយាមតស៊ូរបស់ខ្ញុំរហូតខ្ញុំទទួលបានជោគជ័យហើយឥឡូវនេះខ្ញុំមានជីវភាពធូរធារជាងមុនហើយម៉ែវ៉ាវ Oh my god ម៉ែមិនគួរណាបោះចោលដុំពេជ្រទៅរើសដុំអាចសោះណែម៉ែខ្ញុំជូនលុយកាក់ម៉ែតិចតួចទុកគ្រាន់ទិញអីពិសាចឹងខ្ញុំសូមជម្រាបលាម៉ែទៅវិញសិនហើយចាកូន